បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរគឺពុកម៉ែបងប្អូនជួបជាមួយខ្ញុំបាទទៀតហើយនៅក្នុងការនិយាយអំពីរឿងសេដ្ឋកិច្ចប្រទេសថៃនិងប្រទេសវៀតណាមផងដែរពុកម៉ែបងប្អូនហើយថ្ងៃនេះគឺខ្ញុំនិយាយអំពីសេដ្ឋកិច្ចថៃនិងសេដ្ឋកិច្ចវៀតណាមនេះប្រទេសទាំងពីរនេះគឺជាប្រទេសដែលមានព្រំដែនព្រំប្រទល់នឹងខណ្ឌសីមានឹងជាប់ជាមួយនឹងប្រទេសកម្ពុជារបស់យើងពុកម៉ែបងប្អូនហើយបើសិនជាយើងនិយាយអំពីសេដ្ឋកិច្ចរវាងប្រទេសវៀតណាមជាមួយប្រទេសថៃប្រទេសសៀមនេះគឺជាប្រទេសមួយដែលនៅក្នុងតំបន់អាស៊ាននឹងគឺជាប្រទេសដែលសម្បូរទៅដោយសេដ្ឋកិច្ចរបស់ពួកគេប្រទេសទាំងពីរនេះគឺជាប្រទេសដែលមានសេដ្ឋកិច្ចល្អសេដ្ឋកិច្ចខ្លាំងផងដែរទាំងវិស័យផ្សេងវិស័យទំនិញដែលមាននៅតាមកំពង់ផែអីហ្នឹងគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចល្អផងដែរប៉ុន្តែនៅក្នុងកំឡុង2025នេះគឺសេដ្ឋកិច្ចរបស់គេគឺមិនអន់ថយទេប៉ុន្តែដោយសារតែប្រទេសថៃបើយើងនិយាយអំពីប្រទេសថៃគឺដោយសារតែឆ្នាំ2025នេះគឺប្រទេសថៃនិងប្រទេសកម្ពុជារបស់យើងមានចំនួនព្រំដែនដូច្នេះហើយគឺធ្វើឲ្យប្រទេសថៃគឺបាត់បង់សេដ្ឋកិច្ចបន្តិចបន្តួចផងដែរសម្រាប់ប្រទេសថៃដែលដោយសារតែសេដ្ឋកិច្ចរបស់គេក៏គេនាំចូលប្រទេសកម្ពុជារបស់យើងផងដែរប៉ុន្តែដោយសារតែយើងមានចំនួនព្រំដែនជាមួយប្រទេសកម្ពុជាដោយសារតែប្រទេសថៃនេះមានចំនួនព្រំដែនជាមួយប្រទេសកម្ពុជាហើយក៏ធ្វើឲ្យប្រទេសថៃនឹងខាតបង់នៅក្នុងវិស័យសេដ្ឋកិច្ចរបស់គេជាច្រើនផងដែរនៅក្នុងកំឡុងចំនួនជាមួយប្រទេសកម្ពុជារបស់យើងដោយសារតែប្រទេសកម្ពុជាគឺបានឈប់ប្រើនៅផលិតផលរបស់ប្រទេសថៃដូច្នេះហើយធ្វើឲ្យថៃខាតបង់ជាច្រើនផងដែរសម្រាប់វិស័យសេដ្ឋកិច្ចរបស់គេបើយើងនិយាយអំពីប្រទេសថៃនេះគឺគេមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកដែរហើយដោយសារតែប្រទេសថៃនេះមានចំនួនជាមួយប្រទេសកម្ពុជាធ្វើឲ្យទំនាក់ទំនងប្រទេសថៃជាមួយសហរដ្ឋអាមេរិកក៏បានបែកបាក់គ្នាផងដែរកាលដែលកំឡុងមិនទាន់មានចំនួនជាមួយប្រទេសកម្ពុជាគឺប្រទេសថៃនេះមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកផងដែរប៉ុន្តែដោយសារតែសហរដ្ឋអាមេរិកមើលឃើញថាប្រទេសថៃនេះគឺជាប្រទេសមួយដែលឈ្លានពានមកលើប្រទេសកម្ពុជាដូច្នេះហើយធ្វើឲ្យទំនាក់ទំនងរវាងភាពជិតស្និទ្ធរវាងប្រទេសថៃនិងប្រទេសសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចនេះបានកាត់បន្ថយទំនាក់ទំនងផងដែរហើយសហរដ្ឋអាមេរិកក៏បានត្រឡប់មកជួយប្រទេសកម្ពុជាផងដែរដោយឃើញថាប្រទេសកម្ពុជានេះគឺជាប្រទេសដែលរងគ្រោះពីការឈ្លានពានរបស់ប្រទេសសៀមប្រទេសថៃនេះផងដែរដូច្នេះហើយសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចទៅលើប្រទេសថៃផងដែរដោយសារតែប្រទេសថៃនឹងគឺជាប្រទេសដែលរឹងរូសដោយមិនស្ដាប់នៅការដាក់កិច្ចព្រមព្រៀងផ្សេងដោយសារតែប្រទេសថៃប្រទេសសៀមនេះមិនស្ដាប់សារណវាតពីប្រទេសមហាអំណាចមួយនេះផងដែរពីប្រទេសសហរដ្ឋអាមេរិកដូច្នេះហើយធ្វើឲ្យសហរដ្ឋអាមេរិកគឺមានភាពខឹងសម្បាយ៉ាងខ្លាំងផងដែរជាមួយលោក Donald J. Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកដូច្នេះហើយធ្វើឲ្យសហរដ្ឋអាមេរិកគឺបានដាក់ទណ្ឌកម្មនៅវិស័យសេដ្ឋកិច្ចរបស់ថៃដាក់ទណ្ឌកម្មគឺយកពន្ធច្រើនសម្រាប់ប្រទេសថៃដោយសារតែប្រទេសថៃគឺជាប្រទេសមួយដែលឈ្លានពានទឹកដីប្រទេសជិតខាងដូចជាប្រទេសកម្ពុជារបស់យើងសប្តាហ៍ថ្ងៃនេះផងដែរហើយធ្វើឲ្យសហរដ្ឋអាមេរិកគឺមានភាពខឹងសម្បាយ៉ាងខ្លាំងដូច្នេះហើយគឺគេកាត់បន្ថយទំនាក់ទំនងជាមួយប្រទេសសៀមប្រទេសថៃនេះផងដែរហើយប្រទេសថៃឃើញថាមួយរយៈកន្លងនេះគឺមានភាពចលាចលមែនទែននៅក្នុងស្រុកថៃគឺតែងតែមានភាពមិនប្រក្រតីកើតឡើងនៅក្នុងប្រទេសថៃផងដែរដូចជាមានគ្រោះធម្មជាតិដូចជាមានការបាក់ដីហើយប្រហែលថ្ងៃនេះប្រហែលចូលមួយអាទិត្យកន្លះខែនេះឃើញថាប្រទេសថៃគឺជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរមែនទែននៅខេត្តសង្ខ្លាដែលបានលិចជិតដល់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសង្ខ្លានៅក្នុងប្រទេសថៃនេះផងដែរបើយើងនិយាយមួយទៀតយើងអាចនិយាយថាវាជាបាបកម្មផងដែរសម្រាប់ប្រទេសសៀមដែលឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជារបស់យើងឥតស្រាកស្រានផងដែរតាំងពីខែ7មកទល់ឥឡូវនេះគឺវាចូលរយៈពេល4ខែឬក៏5ខែហើយពុកម៉ែបងប្អូនហើយបើយើងនិយាយទៅគឺប្រទេសថៃនេះគឺចាប់ផ្ដើម
រលំរលាយហើយពុកម៉ែបងប្អូនដោយសារតែបើយើងនិយាយខាងសាសនាគឺថាបាបកម្មដែលបានឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជារបស់យើងផងដែរពុកម៉ែបងប្អូននឹងហើយពុកម៉ែបងប្អូនបើយើងនិយាយអំពីប្រទេសថៃពីមុនគឺជាប្រទេសដែលរីកចម្រើនមែនទែននៅក្នុងវិស័យសេដ្ឋកិច្ចរបស់គេហើយទោះជាគេមានចំនួនជាមួយប្រទេសកម្ពុជារបស់យើងទោះជាគេជួបគ្រោះហានិភ័យផ្សេងៗនៅក្នុងប្រទេសរបស់គេក៏គេខាតបង់ច្រើនដែរពុកម៉ែបងប្អូនយើងមិនមែនថាមិនខាតបង់ទេគឺគេខាតបង់ច្រើនប៉ុន្តែសម្រាប់ប្រទេសថៃគឺដោយសារតែប្រទេសថៃវារីកចម្រើនវិស័យសេដ្ឋកិច្ចដូច្នេះគិតថាគេមិនមានអ្វីជាសំខាន់របស់គេទេពុកម៉ែបងប្អូនព្រោះថាដឹងស្រាប់ហើយថាប្រទេសថៃគឺជាប្រទេសមួយដែលអភិវឌ្ឍខ្លាំងចឹងហើយគឺគេគិតថាបញ្ហាប៉ុណ្ណេះក៏គេមិនជាកើតអ្វីឡើងទេពុកម៉ែបងប្អូនហើយទី2ខ្ញុំនិយាយអំពីប្រទេសវៀតណាមនេះតាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក៏ជាប្រទេសមួយដែលតែឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជារបស់យើងដែរពុកម៉ែបងប្អូនតាំងពីសម័យបុរាណមកទល់សម័យបច្ចុប្បន្នក៏ប្រទេសវៀតណាមនេះធ្លាប់មានប្រវត្តិឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាផងយើងផងដែរប៉ុន្តែប្រទេសទាំងពីរនេះប្រទេសវៀតណាមនិងប្រទេសថៃនេះគឺជាប្រទេសមួយដែលរីកចម្រើនខាងវិស័យសេដ្ឋកិច្ចខ្លាំងនៅក្នុងតំបន់អាស៊ានផងដែរដូចជាប្រទេសម៉ាឡេប្រទេសឥណ្ឌូនេស៊ីសិង្ហបុរីនឹងឯងគឺក្នុងចំណោមប្រទេសទាំង5នេះគឺជាប្រទេសដែលអភិវឌ្ឍនៅក្នុងតំបន់អាស៊ានយើងផងដែរហើយសម្រាប់ប្រទេសវៀតណាមគឺសេដ្ឋកិច្ចរបស់គេក៏ខ្លាំងដែរពុកម៉ែបងប្អូនហើយលុយថវិកាជាតិរបស់គេក៏ច្រើនដែរតែប្រទេសវៀតណាមនេះគឺជួបគ្រោះទឹកជំនន់ដូចជាប្រទេសថៃដែរគឺជួបគ្រោះទឹកជំនន់ធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋខ្លាំងមែនទែនពុកម៉ែបងប្អូនប្រហាក់ប្រហែលគ្នាជាមួយនឹងប្រទេសថៃផងដែរហើយយើងគិតថាប្រទេសវៀតណាមនេះគឺគេខ្លាំងទាំងវិស័យយោធាគេខ្លាំងទាំងសេដ្ឋកិច្ចរបស់គេគឺខ្លាំងមែនទែនទាំងការនាំចេញទៅក្រៅប្រទេសផ្សេងគឺគេខ្លាំងតែម្ដងហើយយើងប្រទេសកម្ពុជារបស់យើងគឺយើងនៅមានកម្រិតនៅឡើយទេពុកម៉ែបងប្អូនដោយសារតែប្រទេសយើងគឺទើបតែអភិវឌ្ឍបានប្រហែលជា30ឆ្នាំជាងឬក៏40ឆ្នាំនេះឯងពុកម៉ែបងប្អូនហើយមកទល់នៅបច្ចុប្បន្ននេះក៏មានចំនួនជាមួយប្រទេសថៃរឿងព្រំដែនដែរពុកម៉ែបងប្អូនប៉ុន្តែកម្ដៅនៃមានចំនួនហ្នឹងគឺបានថយចុះហើយដោយសារតែយើងបានដោះស្រាយនៅសន្តិវិធីដោយសម្ដេចអធិបតីហ៊ុនម៉ាណែតជាមួយនឹងសម្ដេចតេជោបានខំប្រឹងប្រែងរដ្ឋាភិបាលកម្ពុជារបស់យើងបានប្រឹងប្រែងដោះស្រាយនៅចំនួនមួយនេះដើម្បីឲ្យបន្ថយកម្ដៅនៃការប៉ះទង្គិចគ្នាផងដែរពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំថ្ងៃនេះក៏បានដល់ទីបញ្ចប់ហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយចុច like page របស់ខ្ញុំអ្នកមួយចុច follow page របស់ខ្ញុំអ្នកមួយនិងជួយចុច subscribe channel YouTube របស់ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតដែរហើយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ